សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីព័ត៌មានអន្តរជាតិនៅថ្ងៃនេះថ្ងៃសុក្រទី30ខែឧសភាឆ្នាំ2025ម៉ោង3:35នាទីរសៀលថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទសំខាន់បំផុតនៅអាមេរិកគឺការប្រឈមផ្លូវច្បាប់លើគោលនយោបាយពន្ធគយ Liberation Day. របស់លោក Donald Trump. ដែលកំពុងផ្ទុះការចាប់អារម្មណ៍ពីសាធារណជននិងពិភពលោកតើរឿងនេះមានន័យយ៉ាងណាចំពោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិសូមសរតាប់បន្តទៀតហើយញញឹមជាមួយយើងប្រវត្តិនៃគោលនយោបាយពន្ធគយ Liberation Day. គោលនយោបាយនេះត្រូវបានប្រកាសដោយលោក Trump. នៅថ្ងៃទី2ខែមេសាឆ្នាំ2025នៅសួនកុមារក្រោមផ្ទះសដោយដាក់ពន្ធគយ 10% លើទំនិញនាំចូលពី180ប្រទេសនិង145% លើទំនិញពីចិនគោលបំណងគឺកាត់បន្ថយអនុភាពពាណិជ្ជកម្ម1.2 ត្រីលៀនដុល្លារអាមេរិករបស់អាមេរិកនិងជំរុញការងារផលិតកម្មក្នុងស្រុកលោក Trump. បានហៅថ្ងៃនេះថាថ្ងៃសេរីភាពដើម្បីបង្ហាញពីការប្រែប្រួលធំនៅក្នុងគោលនយោបាយពាណិជ្ជកម្មលោកបានថ្លែងក្នុងសន្ទរកថាថាអាមេរិកត្រូវការឱកាសថ្មីដើម្បីឲ្យអ្នកនៅផ្ទះផលិតកាន់តែច្រើននិងកាត់បន្ថយការពឹងផ្អែកលើបរទេសគោលនយោបាយនេះត្រូវបានគាំទ្រពីសំណាក់គណបក្សសាធារណរដ្ឋប៉ុន្តែវាបានជួបការរិះគន់ខ្លាំងពីគណបក្សប្រជាធិបតេយ្យនិងអ្នកជំនួញដែលបារម្ភអំពីផលវិបាកសេដ្ឋកិច្ចការប្រឈមផ្លូវច្បាប់ការសម្រេចរបស់តុលាការនៅថ្ងៃទី28ខែឧសភាឆ្នាំ2025តុលាការអន្តរជាតិណូ Manhattan. បានសម្រេចថាគោលនយោបាយ Liberation Day. ខុសច្បាប់ដោយលោក Trump. បានលើសអំណាចរបស់គាត់តាមច្បាប់ឆាណូ 1977 IEPA. ច្បាប់នេះតម្រូវឲ្យមានគម្រាមកំហែងផ្លូវច្បាប់ដ៏ធំដើម្បីអនុញ្ញាតឲ្យប្រធានាធិបតីដាក់ពន្ធគយប៉ុន្តែតុលាការបាននិយាយថាគោលនយោបាយនេះជាការបង្កើតឥទ្ធិពលដើម្បីចរចាជាមួយប្រទេសផ្សេងទៀតមិនមែនដោះស្រាយបញ្ហាពិតប្រាកដទេជាលទ្ធផលតុលាការបានហាមឃាត់ពន្ធគយនេះជាបន្ទាន់និងរំលឹកឲ្យរដ្ឋាភិបាលសងប្រាក់ $13.7 លានដែលបានប្រមូលការសម្រេចនេះបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុអាមេរិកឡើងថ្លៃ 2% នៅថ្ងៃនោះព្រោះវិនិយោគិនជឿថាការផ្អាកពន្ធគយនឹងសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់ការឆ្លើយតបពីតុលាការឧទ្ធរណ៍និងរដ្ឋាភិបាលនៅថ្ងៃទី29ឧសភាតុលាការឧទ្ធរណ៍សហព័ន្ធ U.S. Court of Appeals. បានផតឡការអនុញ្ញាតជាបណតអាសន្នឲ្យពន្ធគយនេះបន្តខណៈដែលពួកគេពិនិត្យសំណុំរឿងបន្ថែមសេចក្តីសម្រេចនេះបានធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញព្រោះវាបានបន្សាំឲ្យមានភាពមិនច្បាស់លាស់អំពីអនាគតនៃគោលនយោបាយរដ្ឋាភិបាល Trump. បានចេញសេចក្តីថ្លែងការណ៍ថាការសម្រេចរបស់តុលាការជាការរំខានដល់ការចរចាពាណិជ្ជកម្មនិងការទូតអ្នកនាំពាក្យសេដ្ឋវិមាន Caroline Levitt. បាននិយាយថាអាមេរិកមិនអាចដំណើរការបានទេប្រសិនបើចៅក្រមដែលមិនមែនជាអ្នកជាប់ឆ្នោតរារាំងការចរចាពាណិជ្ជកម្មដ៏សំខាន់របស់ប្រធានាធិបតីដើម្បីការពារគោលនយោបាយនេះរដ្ឋាភិបាលបានបតឹងឧទ្ធរណ៍បន្ទាន់និងបានធ្វើការប្រឹងប្រែងដើម្បីបញ្ជាក់ថាពន្ធគយនេះចាំបាច់សម្រាប់សន្តិសុខសេដ្ឋកិច្ចរបស់អាមេរិកផលប៉ះពាល់លើសេដ្ឋកិច្ចអាមេរិកការប្រឈមផ្លូវច្បាប់នេះមានផលវិបាកធំលើសេដ្ឋកិច្ចអាមេរិកក្រុមហ៊ុនដូចជា Nvidia. និង Apple. ដែលពឹងផ្អែកលើការនាំចេញទៅចិនបានជួបការលំបាកធំលើសពីការរំពឹងទុកការផ្អាកពន្ធគយបានធ្វើឲ្យផលិតកម្មខ្លះត្រូវបានស្តារឡើងវិញប៉ុន្តែវាក៏បានបង្កឲ្យមានភាពមិនប្រក្រតីនៅក្នុងទីផ្សារផងដែរអ្នកវិភាគបានប្រមានថាប្រសិនបើភាពមិនច្បាស់លាស់នេះអូសបន្លាយវាអាចនាំឲ្យអតិផរណាកើនឡើងខ្លាំងនិងធ្វើឲ្យអ្នកប្រើប្រាស់ខ្លាចថាតម្លៃនឹងឡើងខ្ពស់ជាងមុនផលប៉ះពាល់លើពាណិជ្ជកម្មអន្តរជាតិការប្រឈមនេះមិនត្រឹមតែប៉ះពាល់ដល់អាមេរិកប៉ុណ្ណោះទេប៉ុន្តែក៏ជះឥទ្ធិពលដល់បណ្ដាប្រទេសដទៃទៀតផងដែរសហភាពអឺរ៉ុប EU. បានចាប់ផតមកចរចាជាមួយអាមេរិកដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាបន្ទះឈីបនិងអាកាសចរណ៍ប្រទេសឥណ្ឌាក៏បានផតលើសំណើកាត់បន្ថយពន្ធគយខណៈដែលចិនកំពុងប្រឈមនឹងការនាំចេញដែលថយចុះការប្រែប្រួលនេះបានធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលមានភាពមិនប្រក្រតីនិងធ្វើឲ្យអ្នកវិនិយោគមានការព្រួយបារម្ភអំពីភាពមិនច្បាស់លាស់
ប្រទេសជាច្រើនកំពុងស្វែងរកវិធីកាត់បន្ថយការពឹងផ្អែកលើអាមេរិកដោយពង្រឹងទំនាក់ទំនងជាមួយដៃគូផ្សេងទៀតដែលអាចនាំឲ្យមានការផ្លាស់ប្តូរធំនៅក្នុងពាណិជ្ជកម្មសកល ផលប៉ះពាល់សង្គមនិងនយោបាយនៅក្នុងសង្គមអាមេរិកគោលនយោបាយនេះបានបង្កើតជម្លោះធំគណៈបក្សសាធារណរដ្ឋបានគាំទ្រលោក Trump, ដោយនិយាយថាវាជាជំហរដ៏ខ្លាំងក្លាប្រឆាំងនឹងបរទេសប៉ុន្តែគណៈបកប្រជាធិបតេយ្យនិងអ្នកគាំទ្រពហុវប្បធម៌បានរិះគន់ថាវាបង្កផលវិបាកដល់សហគមន៍អន្តរជាតិការធ្វើបាតុកម្មតូចៗបានកើតឡើងនៅទីក្រុងធំៗដូចជូ New York, និង Los Angeles, ដោយមានការចូលរួមពីសហជីពនិងអ្នកការពារបរិស្ថានលើវិស័យនយោបាយការប្រឈមនេះអាចប៉ះពាល់ដល់ការបោះឆ្នោតអនាគតជាពិសេសនៅឆ្នាំ2026ដែលជាពេលវេលាមធ្យមអាណត្តិប្រសិនបើគោលនយោបាយនេះបរាជ័យវាអាចនឹងធ្វើឲ្យលោក Trump, បាត់បង់ការគាំទ្រពីមហាជនដែលជឿជាក់លើគោលនយោបាយសេដ្ឋកិច្ចរបស់គាត់ការព្យាករណ៍អនាគតអ្នកជំនាញបានព្យាករណ៍ថាប្រសិនបើតុលាការឧទ្ធរណ៍ផតលោកជ័យជំនះឲ្យលោក Trump, គោលនយោបាយនេះអាចនឹងបន្តដោយមានការកែប្រែតូចៗដើម្បីឲ្យស្របតាមច្បាប់ផ្ទុយទៅវិញប្រសិនបើតុលាការបដិសេធវាអាចនឹងបញ្ចប់គោលនយោបាយនេះនិងបង្ខំឲ្យអាមេរិកស្វែងរកដំណោះស្រាយផ្សេងទៀតដូចជាការចរចាទ្វេភាគីជាមួយចិនអ្នកវិភាគខ្លះក៏បានសង្កត់ធ្ងន់ថាភាពមិនច្បាស់លាស់នេះអាចជំរុញឲ្យបណតាប្រទេសផ្សេងទៀតបង្កើតសម្ព័ន្ធភាពសេដ្ឋកិច្ចថ្មីដែលអាចធ្វើឲ្យអាមេរិកបាត់បង់ឋានៈជាមហាអំណាចសេដ្ឋកិច្ចផងដែរសេចក្តីសន្និដ្ឋានការប្រឈមផ្លូវច្បាប់លើគោលនយោបាយពន្ធគយ Liberation Day, នៅតែជាប្រធានបទគួរឲ្យគិតសម្បើមនៅថ្ងៃនេះខណៈដែលតុលាការឧទ្ធរណ៍បានផតលើការអនុញ្ញាតជាបន្តអាសន្នអនាគតនៃគោលនយោបាយនេះនៅមិនទាន់ច្បាស់តើលទ្ធផលចុងក្រោយនឹងជាយ៉ាងណាតើវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងណាសូមតាមដានជាមួយយើងជួបគ្នាវិញនៅកម្មវិធីក្រោយជម្រាបលា